អ្នកទាំងអស់គ្នាប្រកាសជាធុញទ្រាំជាមួយនឹងការមើល YouTube ហើយលោតពាណិជ្ជកម្មអញ្ចឹងថ្ងៃនេះយើងមកដឹងអំពីកម្មវិធីមួយដែលយើងមើល YouTube ហើយអត់មានលោតពាណិជ្ជកម្មហើយកម្មវិធីនេះដែរគឺប្រើសម្រាប់ iOS បាទអញ្ចឹងជាដំបូងយើងធ្វើការបើកកម្មវិធី App Store របស់យើងមកយើងចាប់ផ្ដើម search ពី YouTube Live អញ្ចឹងយើងចាប់ផ្ដើម search មកនៅក្នុង App Store របស់អ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងពេលដែលយើងសរសេរ YouTube Live ហើយយើងចាប់ផ្ដើមscroll វាមកក្រោមបន្តិចយើងនឹងឃើញពាក្យ Video Live អ្នកទាំងអស់គ្នាធ្វើការចុច download វាមកបន្ទាប់ពីយើងធ្វើការ download វា load ឲ្យយើង open យើងចាប់ផ្ដើមបើកវា open វាមកតមកទៀតយើងធ្វើការ skip ចំណុចនេះចោលហើយយើងនឹងឃើញពាក្យ YouTube ហើយយើងចាប់ផ្ដើមចូលបើក YouTube នឹងសាកមើលអញ្ចឹងខ្ញុំសាកធ្វើការ search បទចម្រៀងហើយយើងចាប់ផ្ដើមចាក់ play វាមើលអញ្ចឹងនៅពេលនោះយើងនឹងឃើញថាវាលែងមានពាណិជ្ជកម្មអីមករំខានយើងហើយបាទហើយកម្មវិធីនេះដែរយើងអាចធ្វើការស្ដាប់ lock screen ដោយយើងចាក់ MP3 បានដូចគ្នាបាទបើសិនជាចូលចិត្តវីដេអូនេះសូមកុំភ្លេចជួយ like និង follow ដើម្បីទទួលបានវីដេអូថ្មី